ការសម្រេចចិត្តពេលនោះប្របាយបងបាក់ខ្លាំងរវាងមុខរបរដែលយើងស្រឡាញ់នេះហើយនឹងតម្រូវការវាខុសគ្នាវាត្រូវការតែមួយយើងអត់អាចទៅធ្វើមុខរបរដែលយើងស្រឡាញ់ហើយវាបានទៅស័ក្តិសមជាមួយនឹងតម្រូវការដែលយើងកំពុងត្រូវការផ្គត់ផ្គង់ទេហត់ទាំងពីរនាក់ហើយអ្វីដែលសំខាន់ក្នុងការសម្រេចចិត្តពេលហ្នឹងមិនមែនតែលុយមួយមុខទេនៅពេលដែលហត់អស់កម្លាំងអស់ល្ងួយពេលហ្នឹងយើងការហើយណាការហើយពេលហ្នឹងយើងការហើយហើយពេលហ្នឹងវាមិនមែនប៉ះពាល់ទៅត្រឹមការដែលហិរញ្ញវត្ថុមួយមុខទេវាប៉ះពាល់ទៅដល់ទំនាក់ទំនងដៃគូទៀតយើងដែលមានប្តីប្រពន្ធគឺយើងអាចដឹងហើយនៅពេលដែលហត់នៅពេលដែលអស់កម្លាំងការមួម៉ៅការធុញថប់គឺមានអញ្ចឹងវាធ្វើឲ្យសម្ព័ន្ធប្តីប្រពន្ធគឺវាឆ្ងាយគ្នាហើយគាត់ក៏អាចទៅបើកឡានជូនខ្ញុំរហូតដែរគាត់អស់កម្លាំងគាត់ត្រូវកាន់មុខរបរពេលហ្នឹងខ្ញុំលក់លេគាត់ត្រូវរាប់ស្តុកគាត់ត្រូវមើលអញ្ចឹងទៅខ្ញុំចាប់ផ្ដើមពីអ្នកខ្ញុំចាប់ផ្ដើមតែអត្តន័យជីវិតអាពាហ៍ពិពាហ៍របស់យើងវាមានអត្តន័យអីគេបើម្នាក់ប្រឹងរហូតទៅដល់អត់មានពេលវេលាឲ្យគ្នាហត់មើលមុខគ្នាអត់ចំបាននិយាយបាយគ្នាប្រហែលថ្ងៃគាត់និយាយមួយម៉ាត់ឈ្លោះគ្នាបាត់ហត់ពាក្យថាហត់មួយម៉ាត់ប្តីប្រពន្ធទោះបីជារកប៉ុណ្ណាក៏ដោយឲ្យតែហត់ចង់មិនចង់គឺឈ្លោះគ្នាឯងពួកអីនៅពេលដែលហត់សម្រាប់អត់មានកម្លាំងសម្រាប់បានគ្រប់គ្រាន់អាបេះដូងវាឆាប់លូតញាប់អញ្ចឹងទៅអីបន្តិចគឺប៉ះគ្នាឯងបាទចុះបងពេលនោះបងសម្រេចចិត្តថាពេលបងគាត់ឈប់អញ្ចឹងគ្រប់ត្រទៀតមែនតើឲ្យស្មោះត្រង់ទៅពេលហ្នឹងគឺខ្ញុំអ្នកជំរុញបាទព្រោះដោយសារតែខ្ញុំមើលឃើញអនាគតវែងឆ្ងាយអញ្ចឹងយើងមិនអាចបន្តត្រូវតែមួយថ្ងៃ24ម៉ោងសឹងតែអត់មានពេលគេអញ្ចឹងបានទេគាត់ឃើញគាត់ណិតគាត់ថាគាត់ខ្ញុំគាត់ណិតគាត់ថាគាត់ណិតខ្ញុំមិនណិតរបៀបដូចឃើញគាត់ឃើញខ្ញុំហត់ពេកហត់ពេកហ្មងបាទចាំមកមុខថ្ងៃចាស់ជឿយូរមែនតើកាលហ្នឹងយប់ដឹងបាត់គាត់យប់ដឹងបាត់គាត់តតែភ្លឺម៉ោង5បានអាចមកគេងអោបគ្នាបាននៅចឹងទៅបែកគ្នាអៀនណានិយាយយកមកដល់ចំណុចរឿងហ្នឹងពីព្រោះអាចថាការសម្រេចចិត្តក្នុងការបោះបង់អីមួយទៅធ្វើអីមួយរឿងពិបាកសម្រេចចិត្តដែរជាពិសេសអីដែលយើងរកចំណូលបានឲ្យថាដៃគូមួយគូគាត់ធ្វើការអីផ្សេងគ្នាប៉ុន្តែគាត់ចង់ធ្វើអីដែលរួមគ្នាអញ្ចឹងសាកឈប់ពីធ្វើការមើលមកធ្វើអីរួមគ្នាមើលសួរអាចរត់បានចំណូលដូចមុនក៏អាចប៉ះពាល់ដែរបាទហ្នឹងហើយអញ្ចឹងដល់ពេលបងមកសម្រេចចិត្តមកជួបគ្នាមកធ្វើការរួមគ្នានោះដំបូងមានជួបបញ្ហាអីខ្លះដែរហើយក្រោយមកទៀតវាល្អប្រសើរយ៉ាងម៉េចដែរសម្រាប់គូខ្ញុំចាត់ទុកថាសំណាងត្រង់ថាពេលដែលយើងចាប់ដៃគ្នាវាចេះតែកាក់កបទៅរហូតអញ្ចឹងកាក់កបទៅរហូតយើងក៏ចេះតែឃើញផ្លូវផ្សេងទៅមុខទៀតអញ្ចឹងក៏ផ្ដាំបញ្ញាទៅគូផ្សេងទៀតដែរដែលគាត់ចង់ចោលការងារហើយឬក៏មកចាប់ដៃគ្នារបបរួមគ្នាអញ្ចឹងលើកទឹកចិត្តឲ្យសិក្សាច្បាស់ទៅលើមុខរបរមួយហ្នឹងបាទពួកខ្ញុំមិនមែនរឿងថាបថុយបឋានទេពួកខ្ញុំសិតតែច្បាស់ហើយថាទៅមុខទៀតយើងត្រូវធ្វើមិនទៀតព្រោះយើងអ្វីដែលសំខាន់ជាងគេគឺហិរញ្ញវត្ថុហ្នឹងហើយគឺយើងមើលថាតាមមួយខែហ្នឹងចំណូលបានប្រហែលចំណាយប្រហែលតើចំណូលប៉ុណ្ណឹងរយៈពេលវែងហ្នឹងបានប្រហែលទៀតគឺយើងត្រូវច្បាស់លាស់នឹងហិរញ្ញវត្ថុបាទហើយការពិតទៅការដែលយើងសម្រេចចិត្តមកចូលរួមតែមួយធ្វើការងារមួយគ្នាបើគិតទៅខ្ញុំគិតថាភាពវិជ្ជមាននិងអវិជ្ជមានគឺមានដូចគ្នាភាពវិជ្ជមានគឺទី1យ៉ាងហោចណាស់ហ្មងណាគឺយើងបានដឹងពីសុខទុក្ខគ្នាបាននៅក្បែរគ្នាហើយក៏ជាពិសេសនៅពេលដែលប្តីខ្ញុំហត់ឬក៏ខ្ញុំហត់មួម៉ៅនៅក្នុងកន្លែងការងារអត់បានដូចចិត្តអី1 2 3 4ចឹងទៅក៏យើងអាចដឹងថាថ្ងៃនេះប្តីខ្ញុំគាត់សប្បាយចិត្តដោយសារអីឬក៏ថ្ងៃនេះប្រពន្ធខ្ញុំគាត់ហត់ដោយសារថ្ងៃនេះគាត់ថតពីព្រឹកវល់ល្ងាចគឺបែបហ្នឹងគឺយើងមើលឃើញនឹងភ្នែកហើយយើងមានពេលវេលានៅក្បែរគ្នារហូតយើងដឹងពីសុខទុក្ខគ្នាភាគច្រើនប៉ុន្តែអវិជ្ជមានក៏មានដូចគ្នាគឺនៅពេលដែលភ្លាមនៅពេលដែលយើងចាប់ផ្ដើមដំបូងគឺយើងអត់ទាន់បែងចែកដាច់ថាតើយើងកំពុងនៅកន្លែងណាខ្ញុំសូមលើករឿងនិទានមួយតកតឹងជាមួយនឹងគ្រួសារម្នាក់មានបរិសម្នាក់ហ្នឹងគឺគាត់មានគ្រួសារមានប្រពន្ធកូននៅផ្ទះប្រពន្ធគាត់ឲ្យតែដល់ពេលដែលប្តីគាត់ចេញពីធ្វើការតែឃើញប្តីគាត់នៅមុខផ្ទះហើយនិយាយជាមួយដើមឈើតែដឹងតែគាត់និយាយអីគេទេពេលមួយថ្ងៃទៅមួយថ្ងៃពីច័ន្ទដល់សុក្រហ្នឹងគឺគាត់និយាយជាមួយដើមឈើរហូតហើយបានគាត់ចូលផ្ទះ
ថ្ងៃមួយប្រពន្ធគាត់ក៏សួរប្តីនឹងថាបងខ្ញុំសុំសួរបងបាននេះហេតុអីបានជារាល់ពេលដែលបងត្រឡប់មកពីធ្វើការវិញខ្ញុំតែងតែឃើញបងនិយាយមួយដើមឈើអញ្ចឹងបងនិយាយអីគេដើមឈើហ្នឹងមានអីមែនអានេះតាមការចងចាំរបស់ខ្ញុំឯណារឿងហ្នឹងប្តីហ្នឹងក៏គាត់ប្រាប់ប្រពន្ធថាអូនបងនិយាយមួយដើមឈើហ្នឹងមិនមែនដើមឈើហ្នឹងមានវិញ្ញាណឬក៏ដើមឈើហ្នឹងមានសលេង record អីដែរតែដើមឈើហ្នឹងគឺជាការចងចាំរបស់បងទាំងប្រមាណនៅក្នុងដើមឈើហ្នឹងពេលដែលបងមកពីធ្វើការបងអត់សប្បាយចិត្តបងនិយាយប្រាប់ដើមឈើហ្នឹងរហូតថាអូនៅកន្លែងការងារខ្ញុំចេះមេខ្ញុំស្ដីឲ្យចេះបុគ្គលិកនោះគាត់អត់សហការងារខ្ញុំចេះខ្ញុំនិយាយរឿងទុកលំបាកទាំងអស់ហ្នឹងទៅប្រាប់ដើមឈើឲ្យដើមឈើគាត់ដឹងហើយសុំទុកបញ្ហាទាំងអស់ហ្នឹងនៅត្រឹមដើមឈើនៅមុខផ្ទះបន្ទាប់ពីគាត់និយាយហើយគាត់នឹងដើរចូលផ្ទះដោយស្នាមញញឹមរឿងហ្នឹងគឺឆ្លុះបញ្ចាំងមកឲ្យដឹងពីជីវិតពិតរបស់យើងប្តីប្រពន្ធជាពិសេសគ្រួសារដែលគាត់មានទំនួលខុសត្រូវខ្ពស់នៅក្នុងការងារនៅក្នុងគ្រួសារមួយថាបើសិនជាយើងមានបញ្ហាអីនៅខាងក្រៅឲ្យប្រកាសថាដើរចូលលបងផ្ទះគឺជាផ្ទះមិនមែនស្ពាយការងារមកដាក់នៅក្នុងផ្ទះទោះបីជាធ្វើក៏ធ្វើវាដោយពេញចិត្តមិនមែនដោយកំហឹងមិនមែនដោយភាពមួម៉ៅយកមកជះទៅដល់គ្រួសារដែលកំពុងតែរងចាំផ្លូវប្តីទេអញ្ចឹងវាក៏ត្រឡប់មករឿងសាច់រឿងរបស់ខ្ញុំវិញពួកខ្ញុំក៏ធ្លាប់បែបហ្នឹងនៅពេលដែលចាប់ដើមរួមរកស៊ីមួយគ្នាដំបូងប្តីខ្ញុំគាត់ចាប់ដើមពេលដែលការងាររបស់យើងកាន់តែរីកដុះដាលទៅទំនួលខុសត្រូវរបស់យើងគឺកាន់តែច្រើនចំណាយក៏ច្រើនដូចគេហៅទៅទុកធំក្តងធំអញ្ចឹងណាបញ្ហាចូលមកច្រើនមែនតើអញ្ចឹងប្តីខ្ញុំពេលហ្នឹងគឺគាត់ចាប់ដើមសម្ពាធរហូតដល់គាត់កើតជំងឺថប់បារម្ភហ្នឹងហើយហើយខ្ញុំក៏ធ្លាប់និយាយដែរថាបងចេះហ្នឹងហើយដោយសារតែពីមុនគាត់បានអត់គាត់មានដើមឈើមុខផ្ទះដល់និយាយប្រាប់ប៉ុន្តែនៅពេលដែលគាត់ចេះមានដើមឈើគាត់ដាំដើមឈើដែលអាចនិយាយប្រាប់បានចាប់ពីពេលហ្នឹងមកគឺគាត់អាចដឹងហើយថាផ្លូវដែលឈានជំហានចូលនៅក្នុងផ្ទះគឺជាផ្ទះមិនមែនជាកន្លែងដែលបញ្ចេញកំហឹងផ្ទះក៏មិនមែនជាកន្លែងដែលចាំដោះស្រាយបញ្ហាហើយផ្ទះក៏មិនមែនជាកន្លែងដែលឲ្យប្តីប្រពន្ធយើងគេងបែកក្នុងដាក់គ្នាដែរតែផ្ទះគឺជាកន្លែងមួយដែលចូលហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធូរស្រាលហើយខ្ញុំមានប្រពន្ធមានប្តីមានកូនចាំនៅរួមតុបាយនិយាយគ្នាដោយសប្បាយចិត្តតែផ្ទះបើសិនជាចូលមកមានតែបញ្ហាចូលមកប្រពន្ធណាក៏អញ្ញាមញើប្តីនោះចូលមកក៏យកតែការងារយកមកដាក់នៅក្នុងនឹងមួម៉ៅទាំងអស់អញ្ចឹងបានន័យថាដើមឈើមុខផ្ទះហ្នឹងវាងាប់ហើយអត់មានអីនិយាយប្រាប់ទៀតទេអញ្ចឹងនៅក្នុងនេះក៏ខ្ញុំចង់ shout out ទៅបងប្អូនទាំងអស់គ្នាដែលមានគ្រួសារបើអាចដាំឈើមុខផ្ទះមួយទៅទោះបីជាដើមឈើហ្នឹងតូចឬធំក៏ដោយដាំឈើមុខផ្ទះហើយនិយាយប្រាប់ដើមឈើហ្នឹងទៅប្រកាសថាចូលលបងផ្ទះយើងហើយគឺអស់បញ្ហាហើយប្តីប្រពន្ធក៏ដោយក៏យើងមានដើមឈើសម្រាប់ខ្លួនឯងដែរមិនមែនតែបញ្ហាការងារទេប្តីប្រពន្ធក៏ដោយពីខ្ញុំទៅវិញពេលខ្លះប្តីប្រពន្ធប្រកាសណាទោះបីខ្ញុំចេះនិយាយច្រើនពីពេចបោហាសាប់ចិត្តមែនតែខ្ញុំជាមនុស្សស្រីក៏ខ្ញុំនៅតែមានពេលណាដែលខ្ញុំចិត្តស្រាលដែរប៉ុន្តែក៏កុំភ្លេចនៅការចាប់ផ្ដើមថាយើងចាប់ផ្ដើមពីណាតើគោលដៅរបស់យើងចុងក្រោយគឺអីគេជាទូទៅពីអ្នកប្តីប្រពន្ធខ្ញុំរៀងរាល់មួយឆ្នាំគឺខ្ញុំតែងតែធ្វើនៅចក្ខុវិស័យគ្រួសារម្ដងថាឆ្នាំនេះខ្ញុំចង់បានអីខ្ញុំសុំនិយាយច្រើនតិចណាប្តីប្រពន្ធភាគច្រើនបូករួមទាំងខ្ញុំដែរនៅពេលដែលខ្ញុំវង្វេងគោលដៅខ្លួនឯងនោះខ្ញុំនឹងរត់រហូតគ្មានថ្ងៃដែលខ្ញុំអង្គុយទេហើយវាក៏ជារឿងមួយដែលសំខាន់ទៅលើប្តីប្រពន្ធខ្លះដែលមានគ្រួសារហើយតែងតែនិយាយពាក្យថាលុយអត់សំខាន់តែតាមពិតនៅពីក្រោយលុយដែលអត់សំខាន់ហ្នឹងណាគាត់អត់បានដឹងសាច់រឿងទេពាក្យថាលុយអត់សំខាន់គឺដោយសារអីគេអ្នកខ្លះគឺគាត់ខមមិនថាអត់លុយមើលមិនចេះតាមពិតដោយសារតែជ្រុងមួយឬក៏មូលហេតុមួយរបស់គាត់ផ្ទាល់ខ្លួនហេតុអីបានលុយមិនសំខាន់ដោយសារតែយើងមានលុយហើយយើងលែងចេះយកមកប្រើនៅក្នុងគ្រួសារឲ្យត្រឹមត្រូវឬក៏យើងមានលុយហើយយើងលែងចេះបែងចែកផុតបន្ទាត់គ្រួសារហេតុអីជាក់ស្ដែងហ្មងពេលដែលពួកខ្ញុំទៅតែចាប់ដើមរីកដុះដាលពីមួយកម្មទៅមួយកម្មយើងចាប់ដើមវិញបាត់ដែរពីមុនគោលដៅរបស់យើងគ្រាន់តែមានកូនមានផ្ទះមានឡានជិះអត់ជពាក់គេប៉ុន្តែនេះគឺជាគោលដៅដែលធំបំផុតហើយប៉ុន្តែនៅពេលដែលយើងវង្វេងអត់បានដាក់ថាមួយឆ្នាំនេះតាមពិតគោលដៅរបស់យើងធំជាងគេគឺអីគេយើងតែងតែមានមហិច្ឆតារហូតទៅដល់យើងប្រឹងរត់ពេកអានេះហើយគឺជារឿងអីដែលខ្ញុំនិយាយថារត់រហូតទៅដល់បាត់ខ្លួនឯងអញ្ចឹង
នៅរហូតដល់ពេលមួយនៅពេលដែលពួកយើងហត់ពេកយើងប្រកែកគ្នាយើងបាត់លែងបាននិយាយមួយដើមឈើបាត់អញ្ចឹងពួកយើងក៏ស្រាប់តែជិះឡានពេលហ្នឹងមេឃភ្លៀងប្តីខ្ញុំគាត់អ្នកនិយាយហ្មងគាត់ថាអូតាមពិត យើងកំពុងរស់នៅក្នុងក្តីសម័យរបស់ខ្លួនឯង បាទភ្ញាក់ហ្មងតែពិតយើងកំពុងតែសប្បាយចិត្តនឹងអ្វីដែលយើងកំពុងមានដែរហេតុអីបានពេលហ្នឹងយើងខំប្រឹងម៉េះខំប្រឹងរហូតដល់តែធ្វើឲ្យប៉ះពាល់ទៅអ្នកក្នុងគ្រួសារទៀតហ្នឹងហើយអញ្ចឹងបន្ទាប់ពេលដែលយើងបានជជែកគ្នាហ្នឹងយើងក៏ចាប់ផ្ដើមទៅរកគោលដៅថ្មីសម្រាប់គ្រួសារយើងដោយសារហេតុអីដោយសារតែយើងបានមកដល់គោលដៅហ្នឹងហើយបាទ អញ្ចឹងត្រឡប់មកវិញរស់នៅរាល់ថ្ងៃហ្នឹងគឺវាលើសពីក្តីសម័យដែលយើងធ្លាប់គិតហើយចុះយើងចង់បានអីគេទៀតហេតុអីក៏យើងមិន enjoy អ្វីដែលយើងកំពុងមានយើងប្រឹងបានជាមនុស្សមានមហិច្ឆតាអត់ខុសទេប៉ុន្តែកុំប្រឹងរហូតដល់បាត់អីដែលយើងកំពុងតែមាននៅក្នុងដៃបច្ចុប្បន្នប៉ុណ្ណឹង យ៉ាបងចុះបងខ្ញុំចង់សួរបងបន្តទៀតថាបច្ចុប្បន្ននេះបងផ្ដល់អត្ថភាពអីគេនៅលើជីវិតបងថាទ្រព្យសម្បត្តិគេឈ្មោះសេចក្តីសុខឬក៏អីផ្សេងទៀត សម្រាប់ខ្ញុំសុខភាព សុខភាព សម្រាប់ខ្ញុំទី1គឺសុខភាពហ្នឹងហើយបាទហើយទី2គឺគ្រួសារបាទទី3គឺកិត្តិយសហើយទី4ទ្រព្យសម្បត្តិណាហើយទី5ការងារសង្គមជាតិអីចឹងទៅ ពួកយើងដាក់លេខរៀងទាំង5ហ្នឹងឲ្យវា balance គ្នាហេតុអីបានជាខ្ញុំនិយាយថាសុខភាពសំខាន់ពួកយើងស្រឡាញ់សុខភាពហើយប៉ុន្តែសុខភាពគឺវាតកតងមួយផ្លូវចិត្តដែលលើថាអ្នកម្ដាយទើបតែសម្រាលកូនរួចខ្ញុំលើកឧទាហរណ៍ណាលើកអ្នកម្ដាយសម្រាលកូនរួចហេតុអីបានគាត់មូម៉ៅគាត់កើតMommy Blue បាក់ទឹកចិត្តក្រោយសម្រាលដោយសារអីគាត់បានសម្រាលគ្រប់គ្រាន់មិនមែនពេលខ្លះដល់ថាគាត់គិតថាគាត់វះកាត់អាសាឈឺខ្នងអាសាឈឺអីដោយសារគាត់អ្នកមើលកូនខ្លួនឯងនេះគាត់នេះក៏ដោយទេអញ្ចឹងឯងគាត់តាំងខ្លួនជាអ្នកដែលចេះគ្រប់សពអញ្ចឹងទៅគាត់ហត់អត់បានសម្រាលកូនធ្វើទុកមកយកទល់ភ្លឺបើកូនស្លូតអីកូនកាច់កាន់តែពិបាកបូមទឹកដោះផងអីផងអញ្ចឹងមានពេលណាទៅហាត់ប្រាណមិនអញ្ចឹងមានពេលណាសម្រាប់គ្រប់គ្រាន់នៅដល់មកដល់វ័យនេះបាទខ្ញុំដឹងថាការពិតទៅការហាត់ប្រាណការរត់ការដើរវាមិនមែនតែចាំបាច់គោលដៅដែលធ្វើឲ្យយើងស្រកគីឡូទេគឺដើម្បីសុខភាពទាំងឯងនៅពេលដែលសុខភាពយើងផ្លូវកាយល្អផ្លូវចិត្តរឹងមាំយើងក៏អាចគិតវិជ្ជមានបានច្រើនដែរចឹងអាមើលអ្នកដែលគាត់អាសាសេតអាសាតុកសិកអីហ្នឹងណាភាគច្រើនហ្មងគឺគាត់អត់សូវបានហាត់ប្រាណហើយក៏អត់សូវបានថែសុខភាពផ្លូវកាយផ្លូវចិត្តគាត់ដែរអញ្ចឹងទៅវាអាប់ឡុកតែផ្លូវកាយវាអត់រឹងមាំផ្លូវចិត្តមិនរឹងមាំកាត់បាទហ្នឹងហើយពេលបងធ្វើការមួយគ្នាបែងចែកតួនាទីខ្ញុំចង់និយាយថាជាប្តីប្រពន្ធអញ្ចឹងពេលខ្លះដល់ពេលដល់រឿងការងារបងដូរតួអង្គមែនវាក៏មិនដែរដូរតួអង្គខ្ញុំឡើងជាប្រពន្ធហើយគាត់ក៏មិនជាប្តីដែរបាទមិនវិញមកចែកម្លែកទីមើលសម្រាប់អ្នកដែលចង់ធ្វើការមួយគ្នាពេលខ្លះអាចនិយាយថាពេលនិយាយទៅធម្មតាយើងបែងចែកតួអង្គគ្នាដាច់ហ៎បាទពេលខ្លះយើងចង់ធ្វើអីចឹងដែរតែបងមិនដែរតែពិតទៅមិនមែនឲ្យបែងចែកគ្នាដាច់មិនមែនទៅដល់បែងធ្វើការលែងស្គាល់ជាធម្មតាជាប្រពន្ធទេមែនតើទៅយើងបែងចែកគ្នាយើងមើលឃើញយើងមើលថាតើគាត់ប្រកែឬក៏គាត់ជំនាញនៅខាងគេអញ្ចឹងយើងបែងចែកការងាររៀងខ្លួនអញ្ចឹងបើសិនជាទៅដល់កន្លែងការងារយើងអាចបានបែងចែកការងាររៀងខ្លួនទេប្រកបណាស់អ្នកដែលក្រុមដៃរបស់យើងហ្នឹងគឺមិនដឹងថាស្ដាប់អ្នកណាគេអញ្ចឹងអាចនឹងការងាររបស់យើងគឺនឹងមានបញ្ហាឬក៏អាចនឹងឡែតឬក៏អាចនឹងខាត់បងអីមួយហើយបាទអញ្ចឹងអ្វីដែលសំខាន់គឺយើងទៅមើលគាត់ថាគាត់ប្រកែផ្នែកគេបើសិនជាគាត់ប្រកែផ្នែកគណនេយ្យអញ្ចឹងយើងបកគោជូនគាត់អញ្ចឹងបើសិនជាយើងប្រកែខាងគ្រប់គ្រងអញ្ចឹងយើងអាឡាញគ្នាថាខ្ញុំទៅជាអ្នកគ្រប់គ្រងអញ្ចឹងទៅបាទសំខាន់ទៅលើការបែងចែកគ្នាជជែកគ្នាទេអត់មានអ្នកណាមកគេថាមកកំណត់ថាអត់ទេអ្នកឯងត្រូវតែចេះអ្នកឯងត្រូវចោះទេចាអញ្ចឹងពីរអ្នកគឺយើងត្រូវតែអាឡាញគ្នាយើងជជែកគ្នាសំខាន់បំផុតហើយអញ្ចឹងមកខ្ញុំនិយាយថាតាមពិតទៅពីតែប្តីប្រពន្ធនឹងមិនអត់ឲ្យស្គាល់គ្នាទេប៉ុន្តែខ្ញុំអត់ឲ្យយកការសម្រេចចិត្តទាំងអស់ឲ្យគាត់ត្រូវទៅខ្លាចខ្ញុំថាខ្ញុំជាប្រពន្ធខ្ញុំត្រូវតែស្ដាប់ប្រពន្ធទេនៅពេលដែលនៅក្រុមហ៊ុនគាត់ទុនទីគាត់គឺ CEO អញ្ចឹងខ្ញុំ founder អញ្ចឹងទៅខ្ញុំផ្នែក marketing ឧទាហរណ៍ខ្ញុំផ្នែកជាក់ស្ដែងមកគឺខ្ញុំ marketing ហើយគាត់គ្រប់គ្រងទូទៅរាល់ការសម្រេចចិត្តផ្សេងៗគឺគាត់រាល់ marketing ពាក់ព័ន្ធ marketing គឺខ្ញុំតើតងតួគឺបែបណាជ្រើសរើសតួបែបណាបែបម៉េចវីដេអូហ្នឹងគឺបែបណាចេញទៅវាម៉េចគឺខ្ញុំជាអ្នកសម្រេចប៉ុណ្្នឹងឯង
អញ្ចឹងវាងាយស្រួលហើយវាក៏វាប៉ះពាល់ដែរបើសិនជាយើងអត់បែងចែកទូនាទីគ្នាច្បាស់តែតែគិតថាអូបើសិនជាខ្ញុំគិតថានៅក្នុងក្រុមហ៊ុនហ្នឹងខ្ញុំគួរតែជាប្រពន្ធនេះខ្ញុំគួរតែជាអ្នកដឹកនាំដោយសារខ្ញុំនៅក្នុងហ្នឹងគឺខ្ញុំអ្នក founder អ្នករកឃើញមុនណាខ្ញុំគួរតែមានអត្ថប្រយោជន៍នៅក្នុងហ្នឹងប៉ុន្តែមិនក៏ឲ្យប្តីខ្ញុំជាងបើសិនជាមានការគិតបែបហ្នឹងទៅវាធ្វើឲ្យនៅក្នុងក្រុមហ៊ុនមួយហ្នឹងមេពីបទិញបតុងគ្នាហើយរាល់ការសម្រេចចិត្តណាមួយបើសិនជាយើងគិតថាយើងជាប្តីយើងជាប្រពន្ធនៅក្នុងការងារមួយហ្នឹងណាក៏អត់ងាយនឹងដាច់ស្រេចដែរងាយទេអូខេបងអញ្ចឹងខ្ញុំគិតថាយើងទៅជែកគ្នាបានច្រើនបើសិនបើជាចុងក្រោយបងមានយោបល់អីសម្រាប់អ្នកដែលចង់តស៊ូជាមួយគ្នាទៅត្រូវគាត់ចាប់ដៃគ្នាមិនព្រោះមិនអញ្ចឹងមានជាការផ្ដាល់ផ្ញើជាចុងក្រោយបងទៅលើដៃគូដែលគាត់ចង់ចាប់ដើមរស់ជាមួយគ្នាចង់រស់ជាមួយគ្នាបាទអូខេពីខ្ញុំទៅសម្រាប់ដៃគូដែលគាត់ចង់ចាប់ដើមរស់ជាមួយគ្នាខ្ញុំពិតជា support មែនតើប៉ុន្តែឲ្យដឹងថាតើគោលដៅសំខាន់បំផុតគឺតើគោលដៅនឹងរួមគ្នាចាគោលដៅរួមគ្នាឬអត់តើគោលដៅចុងក្រោយឬក៏គោលដៅដែលកណ្ដាលគឺអីគេតើគោលដៅដែលកំពុងធ្វើហ្នឹងដើម្បីសេរីភាពហិរញ្ញវត្ថុដើម្បីតែជួយគ្រួសារជួយដៃគូហ្នឹងឬក៏ដើម្បីគ្រាន់តែបង្កើនជាមួយនឹងគុណតម្លៃខ្លួនឯងនៅពេលដែលគាត់ដឹងពីចំណុចចាប់ផ្ដើមរបស់គាត់នឹងមានការតាំងចិត្តដែលអត់ងាយបោះបង់ទេជាក់ស្ដែងដូចពួកខ្ញុំអញ្ចឹងការតាំងចិត្តរបស់ខ្ញុំគឺសេរីភាពហិរញ្ញវត្ថុនឹងឯងហើយជាពិសេសហ្មងអានេះអីគេវិញមកអញធ្វើរត់ដងអីគេធ្វើរត់ដងគិតឲ្យធ្វើអូខេអញ្ចឹងអ្វីដែលសំខាន់ដែលខ្ញុំតែងតែយកវាមកផ្លាយគឺគិតឲ្យគឺត្រូវតែធ្វើអញ្ចឹងអត់ចង់ឲ្យយើងបានតែគិតទេអញ្ចឹងត្រូវតែធ្វើគិតឲ្យត្រូវតែធ្វើអញ្ចឹងគិតហ្នឹងគិតមិនឧទាហរណ៍ថាឥឡូវយើងបើកហាងកាហ្វេមួយអញ្ចឹងយើងមិនអាចតែមកគិតទេគឺយើងទៅធ្វើមិនទៅ research តែកាហ្វេយកប្រភពមកពីខាងណាហាងបើកណាបានមនុស្សច្រើនអញ្ចឹងប៉ុន្តែនៅតែលើកទឹកចិត្តឲ្យចាប់ផ្ដើមពីតូចទៅកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងមនុស្សដែលគេជោគជ័យហើយបាទដោយសារតែមនុស្សជោគជ័យក៏គាត់ធ្វើការពីតូចហ្នឹងទៅដែរបាទភាពប្រៀបធៀបតាមពិតអត់ខុសទេប្រៀបធៀបជាមួយនឹងអ្នកដែលគាត់ជារៀមច្បងគាត់មានលទ្ធផលទៅប្រៀបធៀបឲ្យយើងមានកម្លាំងចិត្តអាចប្រៀបបានតែបើសិនជាប្រៀបឲ្យធ្វើឲ្យខ្លួនឯងមានអារម្មណ៍តបាក់ទឹកចិត្តកុំប្រៀបតែមើលអ្នកដែលគាត់ទៅធ្វើមិនបាញ់ទៅឯងរីកចម្រើនដូចគាត់អ្នកខ្លះគឺគាត់តែងតែមានការគិតមួយទៅប្រៀបធៀបខ្លួនឯងជាមួយអ្នកណាអ្នកណីហើយមើលមកខ្លួនឯងតូចការប្រៀបធៀបបែបហ្នឹងគឺជាការប្រៀបធៀបមួយដែលមើលងាយខ្លួនឯងខ្លាំងមែនតើជាមនុស្សខ្ញុំគិតថាគួរតែមានតម្លៃសម្រាប់ខ្លួនឯងស័ក្តិសមព្រោះអីមិនថាមនុស្សដែលគាត់មានធនធានប៉ុណ្ណាគឺគាត់មានតម្លៃរបស់គាត់អញ្ចឹងកុំប្រៀបធៀបនៅជំហានទី1របស់ឯងទៅជំហានទី10របស់អ្នកដទៃហើយនៅពេលមួយដែលយើងចង់ធ្វើអីមិនភ័យខ្លាចក្នុងការទៅចាប់ផ្ដើមទេតែកុំខ្លាចនៅការដែលគិតច្រើនវិញអាគិតច្រើនហើយបានទៅធ្វើអាហ្នឹងមិនយើងគួរខ្លាចបាទអញ្ចឹងបើគាត់និយាយគ្នាធ្លាប់និយាយគ្នាគិតយូរហើយប៉ុន្តែដូចឲ្យហ៊ានចាប់ផ្ដើមសោះគួរតែចាប់ផ្ដើមនៅបងណាសាកមើលសិនណាខ្ញុំនៅតែគិតថាអាស្រ័យទៅលើពួកគាត់ទី1គាត់ដឹងសិនថាតើហិរញ្ញវត្ថុរបស់គាត់ចំណូលរបស់គាត់ឬក៏ដើមទុនរបស់គាត់គឺកម្រិតណាហើយនៅពេលដែលគិតនឹងហើយពាក្យច្រើនហ្មងគិតហើយគឺគាត់គ្រាន់តែទុកចោលគ្រាន់តែបានគិតហើយខ្លាចទៅរកឧបសគ្គហ្នឹងខ្លាចឧបសគ្គអញ្ចេះខ្ញុំការខ្លាចភ័យខ្លាចឧបសគ្គអត់ខុសទេវាត្រឹមត្រូវប៉ុន្តែទៅរកចំណុចដែលដោះស្រាយវិញថាឧបសគ្គទាំងអស់ហ្នឹងតើយើងដោះស្រាយវាបានដោយរបៀបណាឧបសគ្គដែលចូលមកទាំងអស់វាគ្រាន់តែជាចំណុចមកប្រាប់យើងថាអូតាមពិតយើងគួរជិះអានេះដើម្បីកុំឲ្យមានអាហ្នឹងបើសិនជាយើងពិតជាចង់មែនណាយើងនឹងធ្វើឯងអត់មានតែអត់ធ្វើទេបើសិនជាចង់អូខេបងអរគុណបងអរគុណមែនតើថ្ងៃនេះរៀនសូត្របានច្រើនមែនតើហើយសង្ឃឹមថាអ្នកដែលតាមដាន Ken Podcast ក៏បានរៀនសូត្រផងដែរពីនិយាយពីទំនាក់ទំនងរវាងកូននិងឪពុកម្ដាយហើយក៏យើងឆ្លេចចូលទៅដល់ការរស់ស៊ីបន្ថែមទៀតប៉ុន្តែខ្ញុំគិតថាបងទាំងពីរមានបទពិសោធន៍ជាច្រើនទៀតដែលអាចចែករំលែកបានហើយនេះបើសិនបើបងប្អូនគ្នាចាប់អារម្មណ៍ហើយចង់ឃើញអបសរបន្តទៀតឬក៏មានគេហៅថាជាមតិយោបល់អីផ្សេងបាទយកឃើញយ៉ាងណាដែលអាច comment នៅខាងក្រោមនេះបានផងដែរហើយសាយថ្មីម្ដងទៀតអរគុណបងទាំងពីរមែនទែនសម្រាប់ការចូលរួមផ្ដល់ជាកិត្តិយសជាពេលវេលាសម្រាប់ឲ្យចែករំលែកនៅបទពិសោធន៍សម្រាប់
អ្នកដទៃទៀតបាទអ្នកដែលតាមដាន page របស់យើងឲ្យគាត់អាចរៀនសូត្រអំពីអ្វីទៅនៅពីក្រោយគេហៅថានៅពីក្រោយឆាកណា បាទ គាត់ឃើញវីដេអូគាត់ឃើញអីចឹងទៅ បាទ បាទប៉ុន្តែអត់បានដឹងអ្វីដែលនៅពីក្រោយឆាកទេអញ្ចឹងគាត់អាចរៀនសូត្របានហើយដូចជាបលគាត់ថាឲ្យចាប់ផ្ដើមធ្វើយើងចង់ធ្វើអីយើងចាប់ផ្ដើមធ្វើនឹងទាំងអស់គ្នា បាទ ហើយឥឡូវនេះ podcast របស់យើងបានមកដល់ទីបញ្ចប់ហើយខ្ញុំសុភ័ក្រជាមួយនឹងបងផារីសនិងបងខេនសូមអរគុណសូមជម្រាបលាបាទ បាទអរគុណ